ហេតុផលដែលត្រូវរស់នៅបន្តអ្វីដែលធ្វើឲ្យយើងឈឺចាប់នៅថ្ងៃនេះវានឹងធ្វើឲ្យយើងរឹងមាំនៅថ្ងៃស្អែកថ្នាំដែលពិបាកលេបនៅថ្ងៃនេះតែវានឹងព្យាបាលជំងឺរបស់យើងឲ្យជានៅថ្ងៃមុខរឿងរ៉ាវដែលយើងជួបប្រទះនៅថ្ងៃនេះគឺជាមេរៀនដែលយើងត្រូវរៀនពេញមួយជីវិតខ្ញុំតែងតែជឿថាគ្រប់យ៉ាងដែលជីវិតខ្ញុំបានឆ្លងកាត់កន្លងមកវាគឺជាចំណែកដ៏សំខាន់ដែលជំរុញឲ្យខ្ញុំមានថ្ងៃនេះហើយខ្ញុំបានឈរនៅទីនេះជាមួយនឹងអំណរគុណចំពោះរឿងទាំងអស់នោះយ៉ាងអស់ពីដួងចិត្តជីវិតពិតជាសម័យនំតែនប៉ុន្តែវាមិនងាយស្រួលប៉ុន្មានទេដើម្បីអាចបន្តជីវិតរួមនៅលើផែនដីនេះយើងមិនអាចដឹងប្រកាសថាថ្ងៃនេះនឹងមានរឿងអ្វីខ្លះកើតឡើងនោះទេប៉ុន្តែអ្វីដែលយើងត្រូវតែដឹងប្រកាសរាល់ថ្ងៃគឺយើងអាចមានកម្លាំងគ្រប់គ្រាន់ដើម្បីទប់ទល់ជាមួយឧបសគ្គនានាដែលត្រូវកើតឡើងយើងត្រូវប្រកាសថាយើងបានកេងគ្រប់គ្រាន់ហូបគ្រប់គ្រាន់ផឹកទឹកគ្រប់គ្រាន់ហើយសុខភាពរាងកាយនិងសុខភាពផ្លូវចិត្តរបស់យើងមាំមួនល្អនៅពេលណាដែលរាងកាយយើងមាំមួនល្អនោះជំងឺតម្កាត់នឹងមិនសូវមករវីរវល់ជាមួយយើងឡើយវាក៏មិនខុសគ្នាប៉ុន្មានដែរបើចិត្តរបស់យើងរឹងមាំរឿងសៅម៉ង់និងបញ្ហាស្មុគស្មាញលំបាកផ្សេងៗក៏មិនរវល់ចូលមកចិត្តយើងឡើយដែរពេលភ្ញាក់ពីដំណេកភ្លាមយើងត្រូវរកនឹកឲ្យឃើញពីហេតុផលដែលខ្លួនឯងត្រូវប្រែជីវិតរស់នៅមួយថ្ងៃនឹងឲ្យបានល្អគ្រប់គ្នាទាំងអស់ដែលភ្ញាក់ដឹងខ្លួនឡើងពីដំណេកភ្លាមគឺទទួលបានអំណោយមួយដ៏ថ្លៃថ្លាបំផុតអំណោយនោះគឺយើងមានពេលមួយថ្ងៃដូចគ្នាដើម្បីរស់នៅរយៈពេលមួយថ្ងៃជាអ្វីដែលមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលបានបន្ទាប់ពីភ្ញាក់ពីដំណេកភ្លាមប៉ុន្តែលទ្ធផលដែលយើងម្នាក់ៗអាចសម្រេចបានក្នុងរយៈពេលមួយថ្ងៃនេះវាមិនដូចគ្នានោះទេជីវិតគឺជាការប្រកួតប្រជែងដ៏ខ្លាំងក្លាហើយយើងត្រូវតែអាចភ្ញាក់ឡើងជាមួយនឹងថាមពលនិងជំនឿចិត្តដ៏មុតមាំបំផុតដើម្បីឲ្យប្រកាសថាយើងអាចប្រកួតជាមួយឧបសគ្គទាំងអស់ដែលយើងនឹងជួបនៅក្នុងមួយថ្ងៃនេះឧបសគ្គនឹងកើតមានចំពោះយើងរាល់ថ្ងៃប៉ុន្តែវាគ្រាន់តែកើតមាននៅក្នុងពេលវេលាផ្សេងគ្នានៅទីកន្លែងផ្សេងគ្នានៅក្នុងបច្ចេកយថាផ្សេងគ្នាពីគ្នាប៉ុន្តែវាច្បាក់ជាកើតមានដោយកិច្ចមិនផុតតាំងពីពេលដែលយើងភ្ញាក់ពីគេងរហូតដល់ពេលដែលយើងចូលគេងម្ដងទៀតយើងបានធ្វើកំហុសជាច្រើនមិនថាកំហុសលើផ្លូវកាយឬកំហុសលើផ្លូវចិត្តនោះទេរៀងរាល់ថ្ងៃដែលយើងត្រូវរស់នៅគឺវាបែបនេះជីវិតមិនងាយស្រួលទេបើវាងាយស្រួលមែនវាមិនមែនជាជីវិតទៀតឡើយវាប្រកបណាស់ថាយើងនឹងលំបាកប៉ុន្តែមិនមែនតែយើងទេមនុស្សដទៃទៀតក៏លំបាកហើយអ្វីដែលធ្វើឲ្យយើងបញ្ឈប់ការត្អូញត្អែពីរឿងលំបាកលំបិនទាំងឡាយគឺយើងត្រូវរំលឹកខ្លួនឯងថាក្នុងកំឡុងពេលដែលយើងមានជីវិតរស់នៅលើផែនដីនេះនៅឡើយកាលណាយើងជួបការលំបាកមិនថាវាខ្លាំងប៉ុណ្ណានិងធ្ងន់ធ្ងរកម្រិតណានោះទេគឺមានអ្នកផ្សេងទៀតជាច្រើនដែលលំបាកវេទនាខ្លាំងជាងយើងរាប់រយដងឯណោះអ្នកខ្លះគ្រាន់តែជួបការលំបាកបន្តិចបន្តួចសោះក៏តាំងស្រែករអ៊ូថាហេតុអ្វីក៏រឿងទាំងហោះនេះកើតឡើងចំពោះខ្ញុំម្ដេចក៏ជាខ្ញុំដែលត្រូវមកជួបរឿងបែបនេះហេតុអ្វីក៏មិនមែនជាគេជីវិតពិតជាមានតម្លៃដើម្បីរស់នៅព្រោះថាយើងត្រូវរងការលំបាកច្រើនខ្លាំងណាស់ដើម្បីអាចបន្តការរស់នៅមកដល់ពេលនេះបើសិនជាយើងអាចរស់នៅបានដោយស្រួលហើយមិនបានឆ្លងកាត់ការលំបាកអ្វីសោះជីវិតគឺគ្មានតម្លៃនិងមិនមានន័យអីឡើយយើងតែងតែឲ្យតម្លៃចំពោះអ្វីដែលយើងអាចយកវាមកបានដោយលំបាកនេះឯងជាហេតុផលដែលយើងត្រូវផ្ដល់តម្លៃចំពោះការតស៊ូចំពោះការលំបាកទាំងអស់ក្នុងជីវិតរបស់យើងកន្លងមកយើងត្រូវនឹកអរគុណចំពោះអ្វីជាច្រើនដែលយើងជួបប្រទះក្នុងជីវិតមិនជាបញ្ហាឬឧបសគ្គធំកម្រិតណាក៏ដោយចុះយើងត្រូវនឹកអរគុណដល់គ្រប់យ៉ាងដែលយើងបានជួបប្រទះកាលគ្រាកន្លងមកមនុស្សខ្លះបានជួយជ្រោមជ្រែងយើងយ៉ាងអស់ពីចិត្តពីឆ្លាមរបស់គេផ្ដល់ឲ្យយើងនៅចំណែកនៃស្នាមញញឹមនិងថាមពលអាចារ្យចំណែកឯមនុស្សខ្លះទៀតបានផ្ដល់មេរៀនដ៏ធំធេងដែលត្រូវឲ្យយើងរៀនអត់ធ្មត់តស៊ូប្រឹងប្រែងយ៉ាងអស់ពីកម្លាំងកាយចិត្តដើម្បីឆ្លងកាត់វាហើយនៅទីបន្ទប់យើងក៏មានជីវិតមួយដែលខ្លួនឯងធ្លាប់ស្រមៃចង់បានកាលពីមុនយើងគ្រាន់តែត្រូវការផ្លាស់ប្ដូរពីពាក្យរអ៊ូរទាំមកជាពាក្យអរគុណប៉ុណ្ណោះ
វាងាយស្រួលខ្លាំងណាស់ហើយបើអ្នកមិនធ្លាប់បានសាក់លបងវាទេអ្នកគួរតែសាក់លបងពិសោធន៍មើលទៅគ្រប់យ៉ាងមិនមែនជារឿងចៃដន្យទេវាសុទ្ធតែកើតឡើងដោយហេតុផលត្រឹមត្រូវជានិច្ចហើយវាពិតជាមានអ្វីដែលតាក់ទងគ្នាពីមួយទៅមួយរឿងខ្លះមើលទៅដូចជាមិនអាចទៅរួចសោះប៉ុន្តែនៅទីបន្ទុកវាធ្វើឲ្យយើងភ្ញាក់ផ្អើលខ្លាំងមែនទែនមិនថាមនុស្សឬសត្វទេគ្រប់គ្នាសុទ្ធតែមានហេតុផលដើម្បីរស់នៅហើយគ្រប់គ្នាតែងតែតស៊ូប្រឹងប្រែងជំនួសរឿងលំបាកគ្រប់បែបយ៉ាងដើម្បីមានជីវិតរស់នៅបន្តទៀតទោះជាដឹងថាថ្ងៃណាមួយយើងត្រូវស្លាប់ទៅវិញក៏ដោយ